នេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅក្នុងនីតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី6នៃនីតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីកឹមធីអ៊ុយហើយយាយទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបានស្ដាប់ជំពូកទី4រៀបរាប់អំពីចិននិងយួនហាណូយប្រើកលល្បិចបោកសម្ដេចសីហនុ ចិននិងយួនបើកអង្គប្រជុំបង្កើតរណសិរ្សប្រជាជនទាំង3នៃឧបទ្វីបឥណ្ឌូចិន ចិនយួននិងឡាវគាំទ្រសម្ដេចសីហនុនិងសកម្មភាពបូដូយវាយកំទេចខ្មែរលន់នល់ចតទៅនេះនាងខ្ញុំសឿនចិន្តាសូមអានជូនលោកអ្នកបានស្ដាប់ដូចតទៅជំពូកទី4ចិននិងយួនហាណូយប្រើកលល្បិចបោកសម្ដេចសីហនុ ចិននិងយួនបើកអង្គប្រជុំបង្កើតរណសិរ្សប្រជាជនទាំង3នៃឧបទ្វីបឥណ្ឌូចិន FUTPI ចិនយួននិងឡាវគាំទ្រសម្ដេចសីហនុសកម្មភាពបូដូយវាយកំទេចខ្មែរលន់នល់ចិននិងយួនប្រើកលល្បិចបោកសម្ដេចសីហនុនៅវេលាម៉ោង 1 រសៀលនៃថ្ងៃទី18មីនា 1970 រដ្ឋសភាជាតិខ្មែរបានប្រកាសទម្លាក់សម្ដេចសីហនុចេញពីតំណែងប្រមុខរដ្ឋនៅពេលដែលសម្ដេចកំពុងសំណាក់នៅឯទីក្រុងមូស្គូនៃអតីតសហភាពសូវៀតមួយថ្ងៃក្រោយមកគឺថ្ងៃទី19មីនានៅប៉េកាំងសម្ដេចសីហនុបានត្រូវជូអេនឡាយទទួលយ៉ាងអកថាក្នុងឋានៈជាប្រមុខរដ្ឋជូអេនឡាយលើកទឹកចិត្តសម្ដេចសីហនុនិងផាំយ៉ាងដុងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមខាងជើងឲ្យបង្កើតរណសិរ្សមួយដែលគេនឹងប្រកាសបង្កើតនៅខែមេសាមួយខែក្រោយមកទៀតថ្ងៃ25មីនាសម្ដេចសីហនុក៏បង្កើតរណសិរ្សមួយដែលមានឈ្មោះថារណសិរ្សរួបរวมជាតិកម្ពុជាដែលមានខៀវសំផនហ៊ូយុនហ៊ូនីមនិងជាអ្នកគាំទ្រឥតលក្ខខណ្ឌដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលន់នល់នៅថ្ងៃ25-26 មេសាក្រោមការផ្ដាំគំនិតរបស់សម្ដេចសីហនុនិងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីទី1ចិនជូអេនឡាយមានការបើកអង្គប្រជុំមួយទៀតដើម្បីបង្កើតរណសិរ្សរួបរวมជាតិទាំង3នៃឧបទ្វីបឥណ្ឌូចិនដែលមានទ្រង់សុផានវង្សឡាវផាំយ៉ាងដុងវៀតណាមខាងជើងងវៀងហ៊ូថូវៀតណាមខាងត្បូងជាអ្នកចូលរួមប្រជុំបើតាមសេចក្តីប្រកាសរួមទីកន្លែងរួមប្រជុំនេះស្ថិតនៅចំព្រំប្រទល់នៃប្រទេសទាំង3គឺចិនឡាវនិងវៀតណាមតែបើយោងទៅតាមសេចក្តីសម្ភាសន៍មួយរបស់ទ្រង់សុផានវង្សជាមួយអ្នកកាសែតស្រីជាតិប៉ូឡូញម្នាក់នោះទ្រង់សុផានវង្សបានអះអាងថាការប្រជុំនេះបានប្រព្រឹត្តឡើងในទីកន្លែងមួយនៃខេត្តកង់តុងនៃប្រទេសចិនជាមួយគ្នានេះចិនប៉េកាំងចាត់បេសកជនពិសេសឲ្យទៅជួបលោកលន់នល់នៅឯភ្នំពេញដើម្បីសូមចរចាចិនសូមឲ្យលោកលន់នល់គិតហើយសម្រេចនៅកិច្ចសន្យា3ខរហូតដល់ដំណាច់ខែមេសាកិច្ចសន្យា3ខនោះគឺ1សូមឲ្យរដ្ឋាភិបាលលោកលន់នល់សម្រួលការដឹកស្បៀងនិងអាវុធគ្រប់យ៉ាងទៅឲ្យយាកុងកាត់តាមស្រុកខ្មែរដើម្បីវាយសឹកជាមួយវៀតណាមខាងត្បូង2យល់ព្រមឲ្យយួនខាងជើងដាក់ទ័ពនៅស្រុកខ្មែរ3យល់ព្រមទទួលស្គាល់បរិវារចិនហើយសុខចិត្តធ្វើឃោសនាឲ្យពួកនេះតាមគ្រប់មធ្យោបាយបើលោកលន់នល់ទទួលស្គាល់ខទាំង3នេះពេលកាំងនឹងទាត់ចោលសម្ដេចសីហនុហើយទទួលស្គាល់សាធារណរដ្ឋខ្មែរវិញតែលោកលន់នល់មិនព្រមស្អែកឡើងថ្ងៃទី1ឧសភា 1970 ចិនក៏ប្រកាសទទួលស្គាល់សម្ដេចសីហនុម៉ៅសេតុងប្រកាសជាឱឡារិកថាចិនស្ម័គ្រចិត្តផ្ដល់ជំនួយជាទឹកប្រាក់តាមសម្ដេចត្រូវការព្រមទាំងប្រកាសថាដល់ពេលណាសម្ដេចទទួលជ័យជំនះសឹមសងចិនវិញ
ចិនមិនគិតការប្រាក់ឡើយ5ថ្ងៃក្រោយមកទៀតគេក៏បានបង្កើតរាជរដ្ឋាភិបាលមួយដែលមានឈ្មោះថារាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជាដែលមានសម្ដេចប៉ែននុតជានាយកចៅសេងជារដ្ឋមន្ត្រីទទួលបន្ទុកខាងបេសកកម្មពិសេសដែលតាក់ទងគ្រប់បរទេសជាពិសេសពួកបច្ចឹមប្រទេសចិននិងយួនវៀតកុងជួយសម្ដេចសីហនុដូច្នេះមិនទំនងទាល់តែសោះព្រោះខ្ញុំនៅចាំមាត់នៅឡើយថាក្នុងបកកុម្មុយនីសឥណ្ឌូចិនគេមានចែងច្បាប់យ៉ាងច្បាស់លាស់ណាស់ថាដំណាក់កាលជាដំបូងត្រូវកំទេចសក្តិភូមិចុះឥឡូវនេះហេតុដូចម្ដេចបានជាបកកុម្មុយនីសឥណ្ឌូចិនបែរជាគ្រប់គ្រងសម្ដេចសីហនុដែលជាសក្តិភូមិទៅវិញចំណែកឯខៀវសំផនមេខ្មែរក្រហមដែលមាននានាការខ្មែរហើយដែលរត់ចោលស្រុកដោយសារការចោទប្រកាន់របស់សម្ដេចសីហនុថាជាសត្រូវក្បត់ជាតិនោះបែរជាស្លន់ស្លោឆ្លេឆ្លាបបួលគ្នាចុះហត្ថលេខាគ្រប់គ្រងសម្ដេចសីហនុនៅថ្ងៃទី26ខែ3 70នឹងគេដែរបុព្វហេតុដែលមានជាបញ្ច្រាស់បណ្ដោយដោយបានអធិប្បាយមកខាងលើនេះក៏ដូចជានាំសាងជាច្រើនពាន់តោនទៅចាក់ស្រោចដុតប្រទេសកម្ពុជាតែម្ដងព្រោះផាំយ៉ាងដុងបានត្រៀមខ្លួនរងចាំឱកាសនេះជាយូរមកហើយលុះឱកាសល្អមកដល់យ៉ាងនេះវាបញ្ជាឲ្យបូដូចបន្លំប្រើយីហោខ្មែរក្រហមនៅលើដើមទ្រូងពាក់រូបសម្ដេចសីហនុគ្រប់គ្នាយកលេសហក់លោតកញ្ជ្រោលដូចភ្នំភ្លើងវាយសម្រុកកំទេចសម្លាប់ខ្មែរលន់នល់ដែលជាម្ចាស់ទឹកដីកម្ពុជាពិតៗព្រមទាំងស្រែកជ័យយោសម្ដេចឪកាលនោះសម្ដេចសីហនុរត់ចោលកូនខ្មែរទៅធ្វើឪយួនហាណូយជាបូដូចវិញខ្ញុំខំស្រាវជ្រាវរកព័ត៌មានខ្លះៗដែលស្ដីអំពីការដែលបូដូចបានចេញមុខវាយកំទេចប្រទេសខ្មែរដូចតទៅកងពលធំលេខ1កងវរសេនាធំលេខ 101D មានបូដូច 2000 នាក់តាំងមូលដ្ឋាននៅអង្គរបុរីខេត្តតាកែវកងពលធំលេខ 5កងវរសេនាធំលេខ 17405 និង 275មានបូដូច 5000 នាក់តាំងមូលដ្ឋាននៅស្នួលខេត្តក្រចេះកងពលធំលេខ 7កងវរសេនាធំលេខ 1,411,655 និង 209មានបូដូច 6,200 នាក់តាំងមូលដ្ឋាននៅមេមត់ខេត្តកំពង់ចាមកងពលធំលេខ 9កងវរសេនាធំលេខ 95C 271និង 272មានបូដូច 6,000 នាក់តាំងមូលដ្ឋាននៅជាប់ខេត្តកំពង់ចាមកងទ័ពលេខ B3 កងវរសេនាធំលេខ 24 28 40 65និង 95មានបូដូច 1800 នាក់តាំងមូលដ្ឋាននៅបរកែវខេត្តរតនគិរីបន្ថែមលើអង្គភាពនេះនៅអមសេនាធិការមានបូដូច 12,000 នាក់ចំណែកឯក្រុមដឹកនាំជញ្ជូនភ័ស្តុភារសឹកមានបូដូច 23,000 នាក់កងពលធំលេខ 509តាំងមូលដ្ឋាននៅក្រែកស្នួលខេត្តក្រចេះយ៉ាងច្រើនមិនដឹងចំនួនបូករួមទាំងអស់មាន 65,000 នាក់ដោយមិនគិតកងពលធំលេខ 509សកម្មភាពបូដូចវាយកំទេចខ្មែរលន់នល់ថ្ងៃទី27ខែ4 1970បូដូចចេញមុខពេញទីវាយកំទេចខ្មែរជាលើកទី1នៅឈើខ្មៅស្រុកកោះធំខេត្តកណ្ដាលបូដូចរុករានចូលយ៉ាងលឿនធ្លាយមកដល់តាខ្មៅរហូតដល់ក្បាលខ្នល់នៅថ្ងៃទី15ខែមិថុនា1970បូដូចចេញមុខពេញទីវាយកំទេចខ្មែរនៅខេត្តកំពង់ធំយើងមើលពីកប៉ាល់ហោះឃើញច្បាស់បូដូចជាច្រើនម៉ឺនក្បាលច្បាំងទល់តួជាមួយកងទ័ពជាតិខ្មែរទល់តួយ៉ាងនេះបូដូចត្រូវស្លាប់ក៏លើគ្នាជាច្រើនពាន់ក្បាលចោលខ្មោចពាសពេញព្រៃដូច្នេះបូដូចត្រូវបរាជ័យដកថយនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1971បូដូចចេញមុខពេញទីវាយកំទេចបំផ្លាញទំនប់ទឹកព្រែកថ្នោតនៅឆ្នាំ1972ថ្ងៃទី5ខែឧសភា
បូដូចចេញមុខពេញទីវាកំទេចបំផ្លាញស្ពានព្រះមុនីវង្សពីថ្ងៃទី1ដល់ថ្ងៃទី12ខែកក្កដាបូដូចចេញមុខពេញទីវាកំទេចខ្មែរនៅស្រុកអង្គតាសោមខេត្តតាកែវក្នុងខែសីហាបូដូចចេញមុខពេញទីវាកំទេចខ្មែរនៅកំពង់ត្របែកនៅយប់ថ្ងៃទី6ទៅ7ខែតុលាបូដូចជាច្រើនពាន់ក្បាលចេញមុខពេញទីវាកំទេចបំផ្លាញស្ពានជ្រោយចង្វាពេលវាដកថយទៅវិញវាចោលខ្មោចនៅក្នុងសមរភូមិ83ក្បាលនិងត្រូវកងទ័ពជាតិខ្មែរចាប់បាន7ក្បាលនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ1974បូដូចជាច្រើនម៉ឺនក្បាលចេញមុខពេញទីពាត់វាកំទេចភូមិប្រសូតមានចម្ងាយប្រមាណ2គីឡូម៉ែត្រពីទីក្រុងស្វាយរៀងគឺវិបត្តិខាងលើនេះហើយដែលខ្មែរអាយ៉ងយួនក្រុមហេងសំរិនហ៊ុនសែនជាដើមវាសន្និដ្ឋានថាយួនមកជួយខ្មែរជាលើកទី2ដោយពេលវេលាមានកំណត់យើងខ្ញុំសូមស្លេះនៅនីតិអានឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមតែត្រឹមនេះសិនសូមលោកអ្នករងចាំស្ដាប់ភាគទី7នៅថ្ងៃស្អែកសូមអរព្រគុណនិងសូមអរគុណនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅក្នុងនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី7នៃនេតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីគឹមធីអ៊ុយហើយយីទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបានស្ដាប់ជំពូកទី5រៀបរាប់អំពីយួនយុញងខ្មែរឲ្យប្រឆាំងនឹងរដ្ឋាភិបាលលន់នល់ស្នៀតយួនប្រើឈ្មោះសម្ដេចសីហនុដើម្បីជ្រើសរើសយោធាសហរដ្ឋអាមេរិកជួយខ្មែរលន់នល់2លើកយោធាខ្មែរក្រហមបំបែកជា3ក្រុមវៀតកុងសូមវិលត្រឡប់ទៅស្រុកវិញនិងយួនហាណូយបញ្ជូនខ្មែរវៀតមិញ 3000 នាក់មកកាន់ស្រុកខ្មែរចាស់តទៅនេះនាងខ្ញុំថាច់មេតាសូមអានជូនលោកអ្នកបានស្ដាប់ដូចតទៅជំពូកទី5យួនញុះញង់ខ្មែរឲ្យប្រឆាំងនឹងរដ្ឋាភិបាលលន់នល់ស្នៀតយួនប្រើឈ្មោះសម្ដេចសីហនុដើម្បីជ្រើសរើសយោធាសហរដ្ឋអាមេរិកជួយខ្មែរលន់នល់2លើកយោធាខ្មែរក្រហមបំបែកជា3ក្រុមវៀតកុងសូមវិលត្រឡប់ទៅស្រុកវិញយួនហាណូយបញ្ជូនខ្មែរវៀតមិញ 3000 នាក់មកកាន់ស្រុកខ្មែរយួនញុះញង់ខ្មែរឲ្យប្រឆាំងនឹងរដ្ឋាភិបាលលន់នល់យួនហាណូយជាវៀតកុងស្គាល់ចំណុចខ្សោយរាជខ្មែរដែលជាអ្នកគោរពស្រឡាញ់សម្ដេចឪវាបញ្ជាឲ្យអតីតខ្មែរវៀតមិញប្រើយីហោខ្មែរក្រហមដើរបំបះបំបោរាជខ្មែរប្រឆាំងតទល់នឹងរដ្ឋាភិបាលលន់នល់ដោយវាយកលេសថាគាំទ្រសម្ដេចឪកាលនោះរាជខ្មែរអ្នកស្រែចម្ការដាច់ស្រយាលនិងអ្នកស្រុកព្រៃភ្នំខ្វះការពិចារណាក៏ស្ម័គ្រចិត្តគាំទ្រអតីតខ្មែរក្រហមអតីតខ្មែរវៀតមិញចំណែកឯយុវជនក៏ស្ម័គ្រចិត្តគាំទ្រពួកនេះដែរដោយចូលធ្វើជាយោធាខ្មែរក្រហមចំណែករាជខ្មែរអ្នកចេះដឹងជាពិសេសអ្នករដ្ឋការដែលចេះត្រេះរិះពិចារណាក៏យល់ថាប្រទេសខ្មែរនៅពេលនេះគ្រោះថ្នាក់មកដល់ហើយក៏នាំគ្រួសាររត់ភៀសខ្លួនចូលកាន់ទីក្រុងដែលមានរដ្ឋាភិបាលសាធារណរដ្ឋជាអ្នកគ្រប់គ្រងបញ្ហារាជខ្មែររត់ចាក់ចេញពីទីកន្លែងដែលវារំដោះរួចហើយនោះវាត្រេកអរណាស់វាត្រូវតែអនុវត្តផែនការតឹងរ៉ឹងបន្ថែមគឺកំចាយបន្ថែមគឺឧបមាដូចជាវារើស
ត្រីស្រស់ដាក់កញ្ជើផ្សេងត្រីស្អុយដាក់កញ្ជើមួយផ្សេងទៀតជាស្រេចដើម្បីអនុវត្តផែនការទី2ពេលនោះយួនហាណូយប្រើអាវុធ2យ៉ាងដើម្បីសម្លាប់បំបត្តិពូជខ្មែរជាម្ចាស់ទឹកដីកម្ពុជាពិតៗអាវុធកម្លាំងវាប្រើសម្រាប់ខ្មែរលន់នល់អាវុធចិត្តសាស្ត្រវាប្រើកំទេចខ្មែរសីហនុមើលចុះចាប់តាំងពីថ្ងៃទី18មីនា1970ផ្ទុះឡើងភ្លាមយួនហាណូយបង្កើតចលាចលខ្លាំងឡើងវាប្រើខ្មែរអាយ៉ងរបស់វាឲ្យទៅកាន់ភូមិខ្មែរដែលនៅតាមបណ្ដោយព្រំប្រទល់ខ្មែរយួនដើម្បីញុះញង់បំបោខ្មែរជំរុញឲ្យធ្វើបាតុកម្មគាំទ្រសម្ដេចឪជាញឹកញាប់ឧបត្តិហេតុនេះកើតឡើងពេលណាខាងក្រសួងសន្តិសុខជាតិតែងតែហាមឃាត់ដូច្នេះក៏คล้ายទៅជាកើតការវិវាទរវាងពួកបាតុករនិងអាជ្ញាធរដែលបណ្ដាលឲ្យមានការវាយតប់តទល់គ្នារហូតដល់របួសនិងស្លាប់ជាច្រើនដូចជានៅថ្ងៃទី29មិនិនា1970នៅខេត្តកំពង់ចាមវៀតកុងនិងអតីតខ្មែរវៀតមិញបបួលខ្មែរអ៊ីស្លាមនិងអ្នកស្រុកខ្មែរលើព្រៃភ្នំបានចំនួន 40,000 នាក់នាំគ្នាទៅកាន់ភូមិនានាញុះញង់បំបោរាជខ្មែរស្លូតត្រង់ហើយហែជាក្បួនបាតុកម្មសម្ដៅចូលកាន់ទីក្រុងកំពង់ចាមដោយយកលេសថាទៅគាំទ្រសម្ដេចឪតែក្រុមបាតុករដុតដំណាក់សម្ដេចសីហនុដុតសាលាដំបូងពេលនោះមានតំណាងរាស្ត្រ2នាក់ស្ម័គ្រចិត្តទទួលបន្ទុកចេញទៅជួបក្រុមបាតុករដើម្បីធ្វើអន្តរាគមន៍សម្រុះសម្រួលតែមានឃាតករអាកំបាំងសម្រាប់លោកតំណាងរាស្ត្រទាំងពីរនោះចោលភ្លាមទៅក្រុមបាតុករចូលព័ទ្ធសាលាខេត្តកំពង់ចាមស្រែកកំញើញបង្ខំតម្រូវឲ្យកែនឡានដើម្បីដឹកនាំក្រុមវាទៅកាន់រដ្ឋធានីភ្នំពេញកំញើញបានហើយក្បួនឡានក៏ធ្វើដំណើរទៅកាន់រដ្ឋធានីភ្លាមមកដល់ភូមិកគីចំពេលបិទចរាចរណ៍ភ្នាក់ងារយាមល្បាតក៏ហាមឃាត់តែពួកបាតុករដ៏សាហាវអស់នោះមិនព្រមស្ដាប់ជាហេតុធ្វើឲ្យភ្នាក់ងារយាមល្បាតបាញ់រះទៅលើបាតុករបណ្ដាលឲ្យស្លាប់និងរបួសជាច្រើនគេឃើញខ្មោចស្លាប់នៅកន្លែងកើតហេតុចំនួន40នាក់អ្នកដែលត្រូវរបួសធ្ងន់ធ្ងរក៏វិលត្រឡប់ទៅខេត្តកំពង់ចាមវិញហើយក៏ស្លាប់ដោយរបួសធ្ងន់នោះអស់60នាក់ទៀតក្រុមបាតុករក៏បំបែកផ្លូវរួចវិលត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញដោយនាំទាំងគំនុំគុំគួនក្តៅក្រហាយទៅជាមួយផងហើយសន្យានឹងសងសឹកឲ្យបងប្អូនមិត្តភ័ក្តិដែលត្រូវគ្របកាំភ្លើងរបស់កងទ័ពជាតិឆ្លៀតឱកាសនោះអតីតខ្មែរវៀតមិញញុះញង់បន្ថែមរួចសម្រាំងជ្រើសរើសបានយោធាយ៉ាងច្រើនដែលដោះចិត្តយ៉ាងមុតថាត្រូវតែសងសឹកជំនួសគ្រួសារនិងដណ្ដើមអំណាចពីលោកលន់នល់យកមកថ្វាយសម្ដេចឪវិញដូច្នេះសង្គ្រាមក្នុងប្រទេសខ្មែរដែលផ្ទុះឡើងចាប់ពីឆ្នាំ1970ដល់ចុងឆ្នាំ1973គឺប៊ូដូយទេដែលវាយកំទេចខ្មែរប៉ុន្តែមតិខ្មែរនិងបរទេសជាច្រើនបានយល់ច្រឡំនៅពេលនោះថាខ្មែរសីហនុវាយកំទេចខ្មែរលន់នល់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកប៊ូដូយដែលហ៊ានយកបាយមកលាបមាត់ពពែនៅពេលនោះក៏ព្រោះតែមានការស្រែកអំពាវនាវរបស់សម្ដេចសីហនុតាមវិទ្យុពីប៉េកាំងមកឲ្យរាជខ្មែរក្រោកឡើងប្រឆាំងនឹងពួកអាក្បត់ឆ្កែបម្រើអាមេរិកនៅក្នុងឆ្នាំ1970តាមទីក្រុងនានានៃប្រទេសខ្មែរមានការចលាចលដ៏ប្លែកៗគឺកូនសិស្សអនុវិទ្យាល័យនិងវិទ្យាល័យបះបោរធ្វើបាតុកម្ម
វាយអាណិកជនជាតិយួនប្រតិការប្លែកៗទាំងនេះមិនដឹងថាចេញពីប្រភពណាទេលុះមានរឿងមិនទំនងយ៉ាងនេះអាណិកជនជាតិយួនដែលមានលទ្ធភាពនិងមធ្យោបាយគ្រប់គ្រាន់ក៏នាំគ្រួសារធ្វើមាតុភូមិនិវត្តន៍ទៅកាន់ស្រុកយួនវិញមានចំនួននៅពេលនោះប្រមាណ 10,000 នាក់ឆ្លៀតឱកាសដ៏ល្អនេះវៀតកុងសម្រាំងជ្រើសរើសយុវជនយួនក្មេងៗដែលរៀនសូត្រចេះអក្សរចេះភាសាខ្មែរជ្រៅជ្រះបានជាច្រើនពាន់នាក់រួចបញ្ជូនបញ្ចូលសាលាយោធាលុះរៀនចប់យុទ្ធវិធីកលបិចនិងមនោវិជ្ជាកុម្មុយនីសស្រាច់បាច់វាបំពាក់ស័ក្តិជាអនុសេនីយ៍ត្រីស័ក្តិមួយដល់ពួកនោះហើយក៏ប្រែដាក់ឈ្មោះជាខ្មែររួចបញ្ជូនវិលត្រឡប់ចូលមកកាន់ប្រទេសខ្មែរវិញចាត់តែងតាំងជាមេកាន់ក្តាប់យោធាខ្មែរក្រហមដែលស្រឡាញ់សម្ដេចឪគឺទុះមកជំនួសប៊ូដូយដែលមិនចេះភាសាខ្មែរក្រុមស័ក្តិមួយនេះត្រេកអរណាស់ព្រោះបានវិលមកសងសឹកចំពោះខ្មែរដែលពេលមុនមានពួកអកំបាំងបាននាំធ្វើបាតុកម្មវាយគ្រួសាររបស់វាកាលពីវានៅក្មេងៗនៅក្រុងវ៉ាស៊ីនតោនលោកប្រធានាធិបតីអាមេរិកាំង Nixon ដែលមិនស្គាល់គំនិតខូចរបស់យួនបានចេញបញ្ជាប្រើកងទ័ពយួនខាងត្បូងឲ្យចូលមកប្រតិបត្តិការបោសសម្អាតក្នុងផែនដីខ្មែរជម្រៅ40 គីឡូម៉ែត្រចាប់តាំងពីថ្ងៃទី30 ខែ 4 1970 ដល់ថ្ងៃទី30 ខែ 6 1970 ឱកាសល្អមកដល់យ៉ាងនេះយួនខាងត្បូងបញ្ជូនកងទ័ពរថក្រោះកាំភ្លើងធុនធ្ងន់ចំនួន 25,000 នាក់ចូលតាមចំពុះទាខេត្តស្វាយរៀងមករាតត្បាតស្រុកខ្មែរវាយកំទេចសម្លាប់ខ្មែរស្លូតត្រង់ដើម្បីនឹងសងសឹកឲ្យជនជាតិវាដែលត្រូវរងគ្រោះដោយសារបាតុកម្មរបស់និស្សិតខ្មែរនោះទំហំនៃការសងសឹកនេះមានកម្រិតលើសពីបាតុកម្មចំនួន100 ដងមើលចុះវាបាញ់សម្លាប់រាជខ្មែរស្លូតត្រង់ដែលមានទីលំនៅតាមបណ្ដោយព្រំដែនខ្មែរយួនយ៉ាងចេញមុខយ៉ាងស្របច្បាប់ប្រមូលទ្រព្យសម្បត្តិគ្រប់បែបយ៉ាងប្លន់ដឹកជញ្ជូនតាមឡានតាមឧទ្ធម្ភិកចក្រនាំយកទៅកាន់ប្រទេសយួនខាងត្បូងគ្មានអៀនខ្មាស់ហើយប្រកបដោយជោគជ័យរួចវាដុតបំផ្លាញផ្ទះខ្មែរខ្ទេចដូច្នេះបង្ហាញឲ្យឃើញថាយួនណាក៏ដូចជាយួនណាគឺជាសត្រូវសួរពូជរបស់ខ្មែរយើងជានិច្ចពីក្រុងវ៉ាស៊ីនតោនលោកប្រធានាធិបតី Nixon ប្រកាសជាឱឡារិកថាជួយសាធារណរដ្ឋខ្មែរម្ដងទៀតដូច្នេះចាប់ពីថ្ងៃទី7 ខែ 3 1973 ដល់ថ្ងៃទី15 ខែ 8 1973 អាមេរិកាំងក៏ដឹកគ្រាប់បែកមកសាបព្រោះលើប្រទេសកម្ពុជាចំនួន 40,000 តោនក្នុងមួយខែក្នុងគោលបំណងជួយបញ្ចប់សង្គ្រាមឲ្យបានឆាប់ប៉ុន្តែផ្ទុយទៅវិញដូចវាយទឹកបង្អើលត្រីគឺបានប្រយោជន៍ទៅទៀតទៅវៀតកុងទាំងអស់ព្រោះប៊ូដូយមានការពិសោធន៍យ៉ាងហ្មត់ចត់វាអាចកិច្ចចាកផុតគ្រោះថ្នាក់បានយ៉ាងងាយមើលចុះអាមេរិកាំងជួយខ្មែរ2 លើករាជខ្មែរស្លូតត្រង់ត្រូវរងគ្រោះស្លាប់អស់ចំនួន 20,000 នាក់រីឯរាជខ្មែរជាច្រើនសែននាក់ទៀតដែលនៅសល់ពីស្លាប់ក៏ខ្វះទីជម្រកខ្វះទីពឹងបើរត់ចូលកាន់ទីក្រុងច្បាស់ជាដាច់ពុះស្លាប់ព្រោះគ្មានលុយគ្មានអ្វីនឹងបរិភោគទំនិញឡើងថ្លៃហួសកម្រិតអញបើដើរដល់ច្រកទាល់យ៉ាងនេះតើរត់ទៅច្រកឯណាទៅដូច្នេះរាជខ្មែរទាំងឡាយនោះត្រូវតែបង្ខំចិត្តផ្សងព្រេងរត់ចូលព្រៃពឹងវៀតកុង
ពឹងអតីតខ្មែរវិតមិញពេលនោះវិតកុងស្រង់យកប្រយោជន៍ប្រកបដោយជោគជ័យដ៏ធំធេងវិតកុងនិងខ្មែរអាយ៉ងយួនដំរៀបជួគ្នាឈរចាំទទួលរាជខ្មែរអាភ័ព្វទាំងឡាយនោះដោយទឹកមុខញញឹមសប្បាយរីករាយវិតកុងបានដៃក៏ឆ្លៀតញុះញង់បន្ថែមញ៉ាំងឲ្យរាជខ្មែរទាំងអស់នោះយល់ច្រឡំព្រមទាំងមានទីអាងក៏តាំងដោះចិត្តជាសត្រូវចំពោះជាតិរបស់ខ្លួនត្រូវតែសងសឹកចំពោះសាធារណរដ្ឋត្រូវតែកំទេចសាធារណរដ្ឋដំដើមអំណាចយកមកថ្វាយសម្ដេចឲ្យវិញពេលនោះយុវជនខ្មែរក៏ស្ម័គ្រចិត្តចូលបម្រើវាគឺចូលជាយោធាយ៉ាងច្រើនលើកលុកដោយពេលវេលាមានកំណត់យើងខ្ញុំសូមស្លេះនៅនេតិអានឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមតែត្រឹមនេះសិនសូមលោកអ្នករងចាំស្ដាប់ភាគទី8នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយសូមអរព្រះគុណនិងសូមអរគុណនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅក្នុងនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី8នៃនេតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីកឹមធីអ៊ុយហៅយាយទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបន្តស្ដាប់ជំពូកទី5រៀបរាប់អំពីយួនញុះញង់ខ្មែរឲ្យប្រឆាំងនិងរដ្ឋាភិបាលលន់នល់ស្នៀតយួនប្រើឈ្មោះសម្ដេចសីហនុដើម្បីជ្រើសរើសយោធាសហរដ្ឋអាមេរិកជួយខ្មែរលន់នល់2លើកយោធាខ្មែរក្រហមបំបែកជា3ក្រុមវៀតកុងសុំវិលត្រឡប់ទៅស្រុកវិញនិងយួនហាណូយបញ្ជូនខ្មែរវៀតមិញ 3000 នាក់មកកាន់ស្រុកខ្មែរចុះតទៅនេះនាងថាច់មេតាសូមអានជូនលោកអ្នកបានស្ដាប់ដូចតទៅវៀតកុងចាត់បំបែកយោធាជា3ក្រុមក្រុមទី1កុមារតូចៗអាយុពី9ទៅ13ឆ្នាំដាក់ឈ្មោះជាក្រុមត្រីកញ្ចុះដែលមានមេកាន់ក្តាប់គឺអតីតចៅព្រៃឬមនុស្សយងខ្នងខ្វះសិលធម៌ក្រុមទី2យុវជនពេញវ័យស្ម័គ្រចិត្តកំទេចខ្មែរលន់នល់ដណ្ដើមអំណាចយកមកថ្វាយសម្ដេចឪមានចំនួនជាង 40,000 នាក់ក្រុមទី3យុវជនដែលថ្លែងការណ៍ស្មោះត្រង់ប្រាប់វៀតកុងថាខ្លួនស្ម័គ្រចិត្តកំទេចសក្តិភូមិនិងចក្រពត្តិក្រុមនេះមិនដឹងចំនួនវៀតកុងដឹកនាំយកទៅកាន់ទីអាថ៌កំបាំងនៅចុងឆ្នាំ1973គម្រោងការទី2របស់វាបានសម្រេចជោគជ័យដ៏ធំធេងព្រោះយោធាក្រុមទី2អាចបន្តសង្គ្រាមកំទេចខ្មែរលន់នល់ជំនួសវាបានហើយវៀតកុងធ្វើពុតសុំលាយោធាដល់កំសត់ទាំងនោះវិលត្រឡប់ទៅស្រុកវាវិញពេលលាគ្នានេះប៊ូដយអោបយោធាខ្មែរក្រហមយំសស្រាក់ថ្លែងសម្ដីផ្អែមល្អោកថាឥឡូវនេះមិត្តរឹងដៃរឹងជើងមានមធ្យោបាយគ្រប់គ្រាន់អាចតទល់ចំពោះសត្រូវដោយខ្លួនឯងបានហើយមិត្តមិនចាំបាច់ពឹងផ្អែកពួកខ្ញុំទៀតទេពួកខ្ញុំសូមលាសិនហើយដើម្បីជៀសវាងកុំឲ្យខ្មែរវង្វេងចោទពួកខ្ញុំថាចូលមកឈ្លានពានបើមិត្តត្រូវការអាវុធពួកខ្ញុំនឹងផ្ដល់ជូនបើទៅអនាគតមិត្តត្រូវការពួកខ្ញុំ
ពួកខ្ញុំនឹងចូលមកជួយភ្លាមពេលនោះយោធាខ្មែរក្រហមក៏យំប៊ូដយក៏យំអោបគ្នាសុំលាគ្នាខ្មែរនិងយួនយំចេញទឹកភ្នែកដូចគ្នាប៉ុន្តែមានន័យនិងយោបល់ខុសគ្នាស្រឡះយាមញុះញង់ពន្យល់ខ្មែរឲ្យយល់ច្រឡំបែកបាក់គ្នាក្នុងរយៈពេល10ឆ្នាំទើបបានសម្រេចជាស្ថាពរនៅពេលនេះដូច្នេះវារុញក្បាលឲ្យសម្លាប់គ្នាសិនចុះមុនវៀតកុងបញ្ជាឲ្យប៊ូដយបែកចេញពីយោធាខ្មែរក្រហមយួនហាណូយដឹកជញ្ជូនខ្មែរคล้ายៗមួយក្រុមជាច្រើនពាន់នាក់ចូលមកកាន់ក្តាប់យោធាខ្មែរក្រហមជំនួសវារួចរួបរวมធ្វើការជាមួយក្រុមអតីតខ្មែរវៀតមិញបន្តសង្គ្រាមតទៅទៀតក្រុមខ្មែរคล้ายៗនេះគឺក្រុមយុវជនអនិច្ចជនយួនដែលបានរៀនសូត្រចេះជ្រៅជ្រះទាំងភាសាទាំងអក្សរខ្មែរដែលធ្វើមាតុភូមិនិវត្តន៍ពីឆ្នាំ1970ដល់ឆ្នាំ1971ទៅកាន់ប្រទេសវៀតណាមដែលមានដុសគំនិតយ៉ាងមាំត្រូវតែវិលត្រឡប់ចូលកាន់ប្រទេសកម្ពុជាដើម្បីសងសឹកចំពោះខ្មែរវិញយុវជនយួនទាំងឡាយនោះដាក់ឈ្មោះខ្លួនជាខ្មែរផថាខ្លួនជាជាតិខ្មែរពេលជាមួយគ្នានេះយួនហាណូយមានបញ្ជូនក្រុមខ្មែរវៀតមិញដែលយួនហាណូយជាវៀតមិញជ្រើសរើសនាំយកទៅរៀននៅប៉េកាំងនៅហាណូយតាំងពីមុនឆ្នាំ1954ចំនួន 3000 នាក់ឲ្យនិវត្តន៍ចូលកម្ពុជាវិញបន្តសង្គ្រាមជាមួយសាធារណរដ្ឋខ្មែរគឺមកធ្វើសង្គ្រាមជំនួសវៀតកុងចំណែកឯវៀតកុងវិញវាថយទៅសម្រាកច្រត់ចង្កេះឈរមើលខ្មែរសម្លាប់គ្នាសិនផ្ទុយទៅវិញក្រុមខ្មែរនេះមិនដែលមានចិត្តគំនុំចំពោះខ្មែរបែរជាសតិសម្បញ្ញៈមុតជ្រៅស្នេហាជាតិទៅវិញក្រុមនេះរៀនសូត្រផ្ទាល់ចិនផ្ទាល់យួនហាណូយក៏ដឹងគម្រោងការរបស់ចិនយួនសម្រាប់បំផុតពូជខ្មែរដើម្បីវាទីយកទីទឹកដីកម្ពុជាបញ្ចូលក្នុងរបបកុម្មុយនីសដូច្នេះក្រុមខ្មែរទើបមកដល់ក៏ប្រឆាំងនៅគម្រោងការសាហាវនេះក្រុមនេះនិយាយតវ៉ាដោយសមហេតុសមផលថាខ្មែរត្រូវចរចារវាងខ្មែរនិងខ្មែរដើម្បីបញ្ចប់សង្គ្រាមដើម្បីបញ្ចប់ការបង្ហូរឈាមក្រុមនេះបញ្ជាក់ថាបញ្ហាខ្មែរត្រូវទុកឲ្យខ្មែរដោះស្រាយរវាងខ្មែរនិងខ្មែរឡាក្នុងឆ្នាំ1973គម្រោងការនិងកលល្បិចដែលវៀតកុងប្រតិបត្តិការនៅក្នុងផ្ទៃស្រុកខ្មែរបានចម្រើនលូតលាស់លើសលប់ពីការគ្រោងទុកមកទៅទៀតដូច្នេះវាត្រូវតែកែទម្រង់ខ្លះៗឧទាហរណ៍ដូចជាគំនិតរបស់ហូជីមីងវាខំជ្រើសរើសយុវជនខ្មែរទាំងខ្មែរកម្ពុជាក្រោមទាំងខ្មែរកម្ពុជាកណ្ដាលដើម្បីបញ្ជូនទៅរៀននៅប៉េកាំងនៅហាណូយចាប់តាំងពីឆ្នាំ1948និងបញ្ជូនជាបន្តដើម្បីអប់រំលាងខួរក្បាលបញ្ជូនមនោគមរបស់វារួចកែច្នៃឲ្យទៅជាខ្មែរថ្មីម្ចាស់ទឹកដីកម្ពុជាថ្មីណានៅឆ្នាំ1973យួនហាណូយបានទទួលលទ្ធផលដ៏គប្ប្រសើរចំពោះស្ថានភាពប្រតិបត្តិការផ្ទៃក្នុងស្រុកខ្មែរដូច្នេះវាឈប់ត្រូវការខ្មែរចំនួនហូជីមីញទៀតហើយវាផ្លាស់ប្ដូរកែទម្រង់ភ្លាមគឺត្រូវសម្លាប់ខ្មែរធននោះចោលវិញគិតឃើញដូច្នេះហើយវាចេញបញ្ជាក្នុងនាមអង្គការប្រើមិត្តស៊ូគីមជាមេដឹកនាំក្រុមឃាតករអាថ៌កំបាំងដើរពាត់បាញ់សម្លាប់ក្រុមខ្មែរដែលគេបញ្ជូនមកពីប៉េកាំងនិងមកពីហាណូយត្រូវស្លាប់អស់ជិត 3000 នាក់ដូចជាក្នុងក្របខ័ណ្ឌសមាជិកបកប្រជាជនបដិវត្តន៍ខ្មែរពីខ្មែរវៀតមិញ
នៅកម្ពុជាកណ្ដាលក្នុងឆ្នាំ1954យួនវៀតមិញជ្រើសរើសនាំយកទៅជាមួយ 1000 នាក់ឥឡូវនេះនៅសល់តែ55នាក់ប៉ុណ្ណោះយួនហាណូយអនុវត្តបានត្រឹមត្រូវនៅពាក្យមួយឃ្លាថាការសម្លាប់អ្នកឥតទោសប្រសើរជាងការទុកជីវិតឲ្យសត្រូវវាបញ្ជាឲ្យយួនរៀនភាសាខ្មែរអក្សរខ្មែររួចក្លែងខ្លួនបន្លំធ្វើជាខ្មែរធ្វើជាម្ចាស់កម្ពុជាថ្មីវិញប្រសើរជាពិសេសប៊ូដូយត្រូវរៀនភាសាខ្មែរអក្សរខ្មែរជាដាច់ខាតព្រោះថាបើប៊ូដូយណាធ្លាក់លេខត្រូវនៅក្នុងស្រុកខ្មែររហូតត្រូវបន្លំធ្វើជាខ្មែររហូតយួនវៀតកុងសុំលាខ្មែរក្រហមលើកនេះមិនមែនដើរចេញចោលស្រុកខ្មែរដូចជាយួនវៀតមិញសុំលាស្ដេចសីហនុកាលពីឆ្នាំ1954អញ្ចឹងទេគឺវាគ្រាន់តែថយទៅពួនលាក់ខ្លួនតាមបណ្ដោយព្រំដែនខ្មែរយួនលាវរួចចេញបញ្ជាពីចម្ងាយបង្ខំឲ្យអតីតខ្មែរវៀតមិញដឹកនាំយោធាខ្មែរក្រហមដែលស្រឡាញ់សម្ដេចឪចូលកំទេចសាធារណរដ្ឋខ្មែរជំនួសវាចំណែកវាសម្រាប់ប៉ុន្តែត្រៀមខ្លួនជានិច្ចតាំងពីពេលនោះមានតែក្រុមខ្មែរវៀតមិញទេដែលអាចទៅជួបលុតក្រាបដើម្បីទទួលបញ្ជាពីវៀតកុងផ្ទាល់ដូច្នេះពេលណាវាត្រូវទៅទទួលបញ្ជាពីវៀតកុងវាតែងតែផយោធាខ្មែរក្រហមថាក្រុមវាត្រូវទៅរៀនសូត្រនៅអង្គការលើអង្គការចាប់កំណើតតាំងពីពេលនោះមកហើយគឺខែសីហាឆ្នាំ1973គួរឲ្យអាណោចអាធមដល់យោធាខ្មែរក្រហមដែលស្រឡាញ់សម្ដេចឪចំនួន 40,000 នាក់នោះណាស់มันបានដឹងថាក្រុមខ្លួនកំពុងធ្លាក់ចូលក្នុងអន្ទាក់យួនវៀតកុងទាល់តែសោះពេលឮថាមេបញ្ជាការរបស់ខ្លួនទៅរៀនសូត្រនៅអង្គការលើបែរជាត្រេកអរណាស់ព្រោះគ្រប់គ្នាយល់ច្រឡំយ៉ាងធ្ងន់ជាងធ្ងន់ស្មានតែទៅជួបសម្ដេចឪទៅជួបខៀវសំផនហ៊ូនីមហ៊ូយុនឡាព្រោះយោធាទាំង 40,000 នាក់ភាគច្រើនជាអ្នកស្រែចម្ការអ្នកស្រុកព្រៃភ្នំជាអ្នកល្ងងខ្លៅមិនយល់ស្ថានភាពគ្មានការពិសោធន៍និងការពិចារណាជឿតែតាមពាក្យញុះញង់របស់យួនវៀតកុងដូចមានជាឧទាហរណ៍មួយយាយទៀងបានជួបយុវជនម្នាក់ឈ្មោះរ៉ានៅថ្ងៃទី23ខែ1 1993វេលាម៉ោង 1 រសៀលយុវជនរ៉ាបានរាយរាប់ប្រាប់យាយទៀងនៅកលបិចវៀតកុងដូចតទៅកាលពីខែមិថុនា1970ឃើញវៀតកុងចូលមកកាន់ភូមិពោលធីវង្សនៅខេត្តស្វាយរៀងដែលកុមាររ៉ាបានរស់នៅពីតូចវាដើរអង្អាត់ពីពេញភូមិលុះវៀតកុងថយចេញថត់ស្រាប់តែកប៉ាល់ហោះយួនខាងត្បូងហោះមកទម្លាក់គ្រាប់បែកបាញ់រះបំផ្លាញខ្ទេចខ្ទីភូមិនោះទៅកប៉ាល់ហោះចេញផុតវៀតកុងក៏ចូលមកវិញរួចវាប្រមូលប្រជាជនខ្មែរទាំងអស់ឲ្យទៅនៅកន្លែងមួយដែលវារំដោះបានរួចហើយវារៀបចំបាយទឹកឲ្យជនរងគ្រោះបរិភោគបរិបូរណ៍ប៉ុន្តែមិនយូរប៉ុន្មានទេស្រាប់តែមានក្រុមអាថ៌កំបាំងចូលមកពាត់ចាប់សម្លាប់យ៉ាងសាហាវវាសម្លាប់តែមនុស្សចាស់តែវាទុកជីវិតឲ្យយុវជននិងក្មេងតូចលុះក្រុមនោះចេញផុតបែរជាឃើញវៀតកុងដដែលវិលត្រឡប់មកវិញវាប្រមូលយុវជននិងកុមារនាំយកទៅបង្ហាត់យុទ្ធវិធីរួចបញ្ចូលក្នុងកងយោធាខ្មែរក្រហមពេលនោះកុមារាអាយុទើបបាន9ឆ្នាំត្រូវបានវៀតកុងកេណ្ឌឲ្យទៅធ្វើយោធាជាមួយនឹងគេដែរ
វាកង់បញ្ចូលទៅក្នុងកងត្រីកញ្ចុះវាបំបែកក្មេងជាក្រុមមានគ្នា15នាក់ក្នុងមួយក្រុមវារុញឲ្យដើរមុខទ័ពថ្ងៃមួយនៅក្នុងឆ្នាំ1972ក្រុមរបស់រ៉ាត្រូវស្លាប់អស់14នាក់សល់តែរ៉ាតែម្នាក់ឯងគត់រ៉ាតក់ស្លុតជាខ្លាំងទើបដាច់ចិត្តផ្សងព្រេងរត់គេចចេញទាល់តែបាននៅរស់រហូតដល់សប្តាហ៍ថ្ងៃនេះរ៉ាបានបញ្ជាក់ទៀតថាវៀតកុងញុះញង់ពន្យល់ថាសង្គ្រាមនេះបណ្ដាលមកពីលន់នល់និងអាមេរិកកាំងដណ្ដើមអំណាចពីសម្ដេចឪឡាក់ដោយសារមូលហេតុនេះបានជាយោធាខ្មែរក្រហមទាំងនោះដកគំនិតយ៉ាងមុតជ្រៅថាត្រូវតែកំទេចខ្មែរលន់នល់កំទេចចក្រពត្តិអាមេរិកកាំងរំដោះដែនដីយកមកថ្វាយសម្ដេចឪវិញតែប៉ុណ្ណោះតាំងពីប៊ូដយដកថយទៅលាក់ខ្លួនយ៉ាងនេះមកយួនវៀតកុងចាត់ចែងតែងតាំងភណ្ឌកម្មការពិសេសលបលួចចូលមកកាន់ស្រុកខ្មែរពិនិត្យស្ថានភាពសឹកដូច្នេះបើរាជខ្មែរស្លូតត្រង់ណាភ័ន្តច្រឡំដើរទៅឃើញវាដល់ចៃដន្យអង្គការបញ្ជាឲ្យចាប់រាជខ្មែរដ៏អាភ័ព្វនោះដោយចោទថាដើរខុសខ្សែត្រៀមវាវាយធ្វើទារុណកម្មយ៉ាងសាហាវរួចហើយសម្លាប់ចោលដើម្បីបំបត្តិភស្តុតាងប្រជាជនខ្មែរត្រូវរងគ្រោះដោយសារអង្គការបញ្ជាឲ្យសម្លាប់តាមរបៀបនេះយ៉ាងច្រើនឡាក់ដោយពេលវេលាមានកំណត់យើងខ្ញុំសូមស្លេះនៅនេតិអានឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមតែត្រឹមនេះសិនសូមលោកអ្នករងចាំស្ដាប់ភាគទី9នៅថ្ងៃស្អែកសូមអរព្រះគុណនិងសូមអរគុណនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅក្នុងនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី9នៃនេតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីគឹមធីអ៊ុយហើយយាយទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបានស្ដាប់ជំពូកទី6រៀបរាប់អំពីប្រតិកម្មលោកសឿនង៉ុកថាញ់ក្រោយព្រឹត្តិការណ៍18មីនាឆ្នាំ1970លោកលន់នល់ចាត់ចែងតែងតាំងលោកសឿនង៉ុកថាញ់ជានាយករដ្ឋមន្ត្រីនិងប្រវត្តិសង្ខេបរបស់លោកសឿនង៉ុកថាញ់ចាតទៅនេះនាងសឿនចិន្តាសូមអានជូនលោកអ្នកបានស្ដាប់ដូចតទៅជំពូកទី6ប្រតិកម្មលោកសឿនង៉ុកថាញ់ក្រោយព្រឹត្តិការណ៍18ខែ3ឆ្នាំ70លោកលន់នល់ចាត់តែងតាំងលោកសឿនង៉ុកថាញ់ជានាយករដ្ឋមន្ត្រីប្រវត្តិសង្ខេបរបស់លោកសឿនង៉ុកថាញ់ប្រតិកម្មលោកសឿនង៉ុកថាញ់ក្រោយព្រឹត្តិការណ៍18មីនាឆ្នាំ70លោកសឿនង៉ុកថាញ់ជាអ្នកបង្កើតចលនាខ្មែរសេរីដំណាក់កាលជាដំបូងនៃចលនាខ្មែរសេរីគឺការពារប្រជាជនខ្មែរភាគតិចដែលរស់នៅរប៉ាត់រប៉ាយឥតទីពឹងដូចជាខ្មែរកម្ពុជាក្រោមជាដើមក្នុងឆ្នាំ1970ចលនាខ្មែរសេរីមានកងទ័ពចំនួន 30,000 នាក់ក្រោយព្រឹត្តិការណ៍ថ្ងៃ18មីនា70លោកសឿនង៉ុកថាញ់ទទួលព័ត៌មានដ៏ច្បាស់ការថាប្រទេសខ្មែរកើតសង្គ្រាមគឺបូដូយជាច្រើនម៉ឺននាក់ប្រើយីហោខ្មែរក្រហមនៅលើដើមទ្រូងពាក់រូបស្ដេចសីហនុស្រែកជ័យយោសម្ដេចឪរួចលោតវាយកំទេចសម្លាប់ខ្មែរលន់នល់ដែលជាម្ចាស់ទឹកដីពិតៗស្រាប់តែនៅថ្ងៃទី27ខែ4ឆ្នាំ
លោកសឿនងុកថាញ់ទទួលព័ត៌មានច្បាស់ការមកទៀតថាបូដូចចេញមុខពេញទីវាយកំទេចសម្រាប់ខ្មែរនៅឈើខ្មៅខេត្តកណ្ដាលបូដូចរុករៀនចូលយ៉ាងលឿនធ្លាយមកដល់តាខ្មៅរហូតដល់ក្បាលខ្នល់លាក់ដូច្នេះលោកសឿនងុកថាញ់សម្រាប់ជាបន្ទាន់ត្រូវតែបញ្ជូនកងទ័ពខ្មែរដើម្បីជួយការពារទឹកដីបញ្ជូនលើកទី1នៅថ្ងៃទី30ខែ4ឆ្នាំ70បន្ទាប់មកលោកទទួលព័ត៌មានមកថានៅថ្ងៃទី15ខែ6 70បូដូចជាច្រើនម៉ឺនក្បាលចេញមុខវាយកំទេចសម្រាប់ខ្មែរនៅខេត្តកំពង់ធំពេលនោះច្បាំងទល់ទួនឹងកងទ័ពជាតិខ្មែរដូច្នេះលោកសឿនងុកថាញ់បញ្ជូនកងទ័ពខ្មែរដើម្បីជួយការពារទឹកដីម្ដងទៀតបញ្ជូនលើកទី2នៅថ្ងៃទី30ខែ6ឆ្នាំ70បន្ទាប់មកទៀតលោកតាមដានសង្កេតដឹងច្បាស់ថាសង្គ្រាមក្នុងស្រុកខ្មែរគឺយួនជាវាយកងវាយកំទេចសម្រាប់ខ្មែរសាហាវជាងសាហាវលោកឈប់រារែកលោកសម្រេចធ្វើពលិកម្មលោកចលនាខ្មែរសេរីរួចលោកប្រមូលកងទ័ពខ្មែរសេរីទាំងអស់បញ្ជូនចូលកាន់ស្រុកខ្មែរជាលើកទី3នៅថ្ងៃទី9ខែ9ឆ្នាំ70ប្រគល់ជូនលោកលន់នល់រួចសម្រេចដាក់ឈ្មោះថា My Fox បើយើងប្រៀបធៀបលោកសឿនងុកថាញ់និងលោកលន់នល់លោកទាំងពីរនេះមានរឹកពីប្រហាក់ប្រហែលគ្នាលោកសឿនងុកថាញ់ជាមនុស្សនឹងណោមិនចេះខឹងច្រឡោតលោកនិយាយតិចប៉ុន្តែមានន័យទូលំទូលាយលោកមិនចំណាយពេលលេងសើចលោកមិនដែលប្រព្រឹត្តអ្វីឲ្យខូចប្រយោជន៍ជាតិឡើយក្នុងមួយជីវិតរបស់លោកធ្វើពលិកម្មលះបង់កិច្ចការផ្ទាល់ខ្លួនដើម្បីជាតិជានិច្ចប្រទេសកម្ពុជាយើងចំនួននោះមានលោកសឿនងុកថាញ់ខំការពារកសាងជាតិពីបាតដៃទទេនៅក្រៅប្រទេសលោកទាំងពីរនាក់ជាវីរជនខ្មែរមានសតិសម្បញ្ញៈស្នេហាជាតិពិតៗលោកទាំងពីរនាក់គ្មានគំនិតរវើរវាយចង់ដឹកនាំប្រទេសជាតិនិងរាជខ្មែរឲ្យចុះញោមធ្វើជាខ្ញុំកញ្ជះបរទេសណាមួយទេគួរឲ្យស្ដាយណាស់ព្រឹត្តិការណ៍ថ្ងៃទី18មិនិនាឆ្នាំ70កើតឡើងយឺតពេលណាស់ទៅហើយព្រោះពេលនោះបូដូចកាន់កាប់ទឹកដីខ្មែរអស់ចំនួន2/3ទៅហើយឧទាហរណ៍ដូចជាយើងរងចាំទឹកជំនន់ឡើងលិចដំបូលផ្ទះទៅហើយទើបនាំគ្នាប្រវេប្រវារកទីជ្រកក៏คล้ายដល់នៅសេចក្តីវិនាសហិនហោចដល់ទីអស់សង្ឃឹមតែម្ដងនៅខែមិនិនា1972លោកសេនាប្រមុខលន់នល់ចាត់តែងតាំងលោកសឿនងុកថាញ់ជានាយករដ្ឋមន្ត្រីទី1នៅខែកញ្ញា1970លោកសឿនងុកថាញ់មានបើកអង្គប្រជុំមួយនៅទីក្រុងពោធិ៍សាត់លោកខំពន្យល់រាជខ្មែរឲ្យយល់នៅសង្គ្រាមដែលកំពុងកើតឡើងយ៉ាងស៊ីសាច់ហត់ឈាមគ្នាយ៉ាងនេះគឺយើងច្បាំងជាមួយអាថ្មិលដែលជាយួនវៀតកុងមូលហេតុនេះទើបលោកសម្រេចលោកចលនាខ្មែរសេរីរួចលោកប្រមូលកងទ័ពខ្មែរសេរីទាំងអស់នាំយកមកប្រគល់ជូនលោកសេនាប្រមុខលន់នល់ដើម្បីការពារទឹកដីខ្មែរវិញពេលនោះមានសាស្ត្រាចារ្យម្នាក់ក្នុងនាមរាជខ្មែរខេត្តពោធិ៍សាត់ក្រោកឡើងសុំសួរលោកសឿនងុកថាញ់ថាហេតុដូចម្ដេចបានជាលោកមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីលោកសឿនងុកថាញ់ញញឹមព្រមទាំងឆ្លើយពន្យល់វែកញែកថាអ្នកស្នេហាជាតិមិនមែនមានតែលោកប្រធានាធិបតីទេអ្នកការពារកសាងជាតិក៏មិនមែនមានតែលោកប្រធានាធិបតីដែរគឺត្រូវមានយើងរាល់គ្នារួបរวมសាមគ្គីយ៉ាងស្មោះត្រង់អស់ពីដួងចិត្តជួយលោកទៅអាចការពារទឹកដីជាតិសាសនាបានគង់វង្សដូចមានពាក្យបុរាណមួយដែលបានចែងថាអ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ានលោកសឿនងុកថាញ់បញ្ជាក់បន្ថែមថាខ្លួនរបស់លោកនិងលោកសេនាប្រមុខលន់នល់ដូចមនុស្សតែម្នាក់លោកសេនាប្រមុខហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារទឹកដីជាតិសាសនានៅក្នុងប្រទេសចំណែកឯលោកស្ម័គ្រចិត្តបម្រើនៅក្រៅប្រទេសនៅឆ្នាំ1972យួនហាណូយបញ្ជាបូដូចឲ្យវាយកំទេចបំផ្លាញស្រុកខ្មែរដោយយកលេសថាចូលមកជួយសម្ដេចសីហនុដូច្នេះលោកត្រូវតែធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជួយលោកសេនាប្រមុខលន់នល់ការពារជាតិទឹកដីនិងសាសនា
lúcលោកសឿនងុកថាំងថ្លែងចប់នៅពាក្យពេចន៍ដ៏មានខ្លឹមសារនោះហើយប្រជារាស្ត្រខ្មែរទះដៃឬកងរំពងសរសើរមិនដាច់ពីមាត់គេឈ្មោះរបស់លោកឮល្បីសរសៃញ៉ាំងឲ្យនាម៉ឺនពុករលួយអង្គុយចាំតែរេតាមខ្យល់ដែលនៅជុំវិញលោកសេនាប្រមុខទាស់ចិត្តមានសេចក្តីបារម្ភនិងច្រណែនឈ្នានីសពួកគេក៏បង្កើតឃាតករអាថ៌កំបាំងមួយក្រុមឲ្យតាមសម្លាប់លោកថ្ងៃមួយក្រុមឃាតករលបពួនក្បែរវាំងខាងកើតវាលមេលួចបាញ់សម្លាប់លោកតែគ្រាប់កាំភ្លើងក៏ជ្រលួសទៅត្រូវអង្គរៈរបស់លោកស្លាប់ភ្លាមនៅនឹងកន្លែងលុះលោកវិលត្រឡប់មកកាន់ទីលំនៅរបស់លោកវិញយប់នោះលោកអង្គុយបញ្ឈរជង្គង់យកដៃទ្រចង្កាទល់ភ្លឺលោកស្រមៃឃើញឡើងវិញនៅអនុស្សាវរីយ៍ទាំងអស់ដែលលោកខំធ្វើពលិកម្មដើម្បីកម្ពុជាឯករាជ្យដោយកាលពីឆ្នាំ1943លោកមានសេចក្តីក្លាហានដឹកនាំព្រះសង្ឃនិងរាជខ្មែរធ្វើបាតុកម្មដេញបារាំងជាហេតុធ្វើឲ្យបារាំងរកចាប់ខ្លួនលោកក៏រត់គេចទៅជ្រកសំណាក់នៅឯប្រទេសជប៉ុននៅថ្ងៃទី9 ខែ 5 1945លោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី6 ខែ 10 1945ស្ដេចសីហនុយល់ព្រមឲ្យបារាំងចាប់ខ្លួនលោកទៅកាន់ខេត្តពតយេនៃប្រទេសបារាំងអស់រយៈពេល6ឆ្នាំនៅថ្ងៃទី20 ខែ 10 1951បារាំងប្រគល់សេរីភាពឲ្យលោកក៏វិលត្រឡប់ចូលកាន់កម្ពុជាមួយម្ដងទៀតមកដល់មាតុភូមិភ្លាមលោកបង្កើតសារព័ត៌មានមួយឈ្មោះខ្មែរក្រោកដើម្បីដាស់តឿនរាស្ត្រខ្មែរឲ្យក្រោកឡើងរួបរวมចងបាច់គ្នាដេញបារាំងក្រោយនោះមកបន្តិចក្រុមរាជវាំងខុបខិតជាមួយបារាំងបិទកាសែតនោះរួចគេបំរុងចាប់ខ្លួនលោកម្ដងទៀតលោកដឹងខ្លួនទាន់ក៏រត់ភៀសខ្លួនទៅកាន់ភ្នំដងរែកនៅថ្ងៃទី9 ខែ 3 1952ចូលរួបរวมជាមួយក្រុមខ្មែរឥស្សរៈដើម្បីវាយកំទេចដេញបារាំងទាមទារកម្ពុជាឯករាជ្យប្រទេសកម្ពុជាបានឯករាជ្យបរិបូរណ៍នៅថ្ងៃ9 ខែ 11 1953លោកសឿនងុកថាំងរៀបចំខ្លួនចូលមករួបរวมក្នុងសង្គមជាតិដែរប៉ុន្តែស្ដេចសីហនុជឿអាមីអាថោងជំទាស់មិនទទួលលោកញញឹមដើរចាកចេញពីកម្ពុជាទុកឲ្យអស់លោកមានវិចារណញ្ញាណគិតដល់អនាគតនៃប្រជាជនខ្មែរភាគតិចដែលរស់នៅរប៉ាត់របាយក្នុងប្រទេសសៀមនិងមួយភាគធំនៅកម្ពុជាក្រោមឯណោះដូចកូនកំព្រាដូច្នេះកាលនោះជួនកាលលោកសំណាក់នៅប្រទេសថៃជួនកាលលោកសំណាក់នៅកម្ពុជាក្រោមដើម្បីរកមធ្យោបាយជួយការពារប្រជាជនខ្មែរកំព្រាទាំងអស់នោះលុះដល់ឆ្នាំ1958ទើបលោកចាប់ផ្ដើមបង្កើតចលនាខ្មែរសេរីពីបាតដៃទទេគ្មានអ្វីជាធនធានតតែសោះលោកមានសេចក្តីក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាងសំអាងនៅសេចក្តីស្នេហាជាតិដ៏មុតដែលចេញពីបេះដូងដ៏ស្មោះត្រង់ពិតប្រាកដរបស់លោកជាគំរូតែប៉ុណ្ណោះជាដំបូងមានគ្នាតែ140នាក់បន្តមកលោកបង្កើតបានកងទ័ពខ្មែរសេរីនៅប្រទេសថៃបានជាច្រើនរយនាក់លុះក្រោយមកលោកយល់ថាស្ថានភាពរវាងថៃនិងខ្មែរគ្មានអ្វីគួរឲ្យបារម្ភទេលោកក៏ចេញបញ្ជាឲ្យមេកងទ័ពខ្មែរសេរីនៅប្រទេសថៃឲ្យនាំកងទ័ពទាំងអស់សូមចុះចូលរាជការភ្នំពេញចុះចំណែកលោកខំប្រឹងពង្រឹងពង្រីកកងទ័ពខ្មែរសេរីស្ថិតនៅកម្ពុជាក្រោមឲ្យបានរឹងប៉ឹងនិងស្វិតស្វាញកាលនោះទោះស្ដេចសីហនុស្រែកជេរប្រទេសតាមវិទ្យុចោទថាក្បត់យ៉ាងណាក៏លោកសឿនងុកថាំងមិនដែលឆ្លើយតបតល់តែសោះនៅពេលណាដែលអ្នកកាសែតសួរលោកឆ្លើយថាអ្នកស្នេហាជាតិមិនចាំបាច់អួតអាងទេយើងខំតែធ្វើការឲ្យស្មោះត្រង់ចំពោះជាតិមុខជាភ្នែកនៃប្រជាជនខ្មែរសម្លឹងឃើញគេអាចយល់គេនឹងគាំទ្រគេនឹងឆ្លើយជំនួសយើងជាមិនខានលោកសឿនងុកថាំងនឹករឿងអតីតកាលដល់ត្រឹមនេះលោកក៏ក្រវីក្បាលដំអូនថាអោបងប្អូនខ្មែរអើយដំណាក់កាលយ៉ាងនេះទៅហើយចារឹកនៅតែដដែលមើលចុះលើកទី1លោកខំតស៊ូ
ស៊ូគ្រប់បែបយ៉ាងលុះត្រាតែកម្ពុជាបានឯករាជ្យបរិបូរណ៍ដោយសារតែចរិតច្រណែនឈ្នានីសទើបលោកត្រូវចាកចេញចោលប្រទេសកម្ពុជារហូតដល់លោកបង្កើតបានចលនាខ្មែរសេរីឥឡូវនេះប្រទេសខ្មែរកំពុងត្រូវរងគ្រោះយ៉ាងធ្ងន់ក្រៃលែងព្រោះគូបដិបកដែលកំពុងវាយកំទេចប្រទេសខ្មែរគឺយួនហាណូយដែលរងចាំឱកាសនេះយូរហើយដើម្បីប្រើយីហោខ្មែរក្រហមដោយយកលេសថាមកជួយស្ដេចសីហនុអោទេវតាអើយធ្វើយ៉ាងដូចម្ដេចទៅតែដើម្បីជីវិតរបស់លោកត្រូវតែចាកចេញពីប្រទេសកម្ពុជាម្ដងទៀតជាដាច់ខាតព្រឹកស្អែកលោកសឿនងុកថាញ់ក៏ចូលទៅជួបលោកសេនាប្រមុខលន់នល់សូមលាឈប់ចាកចេញពីមុខតំណែងនាយករដ្ឋមន្ត្រីទី1លោកបន្សល់កងទ័ពខ្មែរសេរីទាំងអស់ចំនួន 30,000 នាក់ដែលលោកខំតស៊ូខំបង្កើតយ៉ាងលំបាកទុកឲ្យនៅជួយប្រទេសខ្មែរលោកសូមផ្ដាំនិងពន្យល់លោកសេនាប្រមុខថាកងទ័ពខ្មែរសេរីមានសតិសម្បញ្ញៈស្នេហាជាតិពិតៗគឺតាំងពីកកើតឡើងស្ម័គ្រចិត្តបម្រើជាតិមិនដែលទាមទារប្រាក់ខែមិនពុករលួយទេមានសាមគ្គីយ៉ាងរមួតក្រុមនេះដូចសត្វខ្លាប៉ុន្តែមិនដែលស្គាល់ឬស៊ីសាច់ទេត្រូវប្រយ័ត្នកុំបង្គាប់ឲ្យខ្លាចេះស៊ីសាច់ជាពិសេសលោកធំជាមេបញ្ជាការត្រូវមានយុត្តិធម៌ត្រូវស្គាល់តម្លៃក្រុមនេះព្រោះក្រុមនោះមានរឹកពីឆ្មើងមិនចេះលុតក្រាបមិនចេះអែបអបមិនចេះបញ្ចាច់បញ្ចាទេប៉ុន្តែផ្នែកវាយសឹកមានការពិសោធន៍យ៉ាងគ្រប់គ្រាន់ស្ទាត់ជំនាញរឹងពឹងព្រមទាំងស្គាល់ច្បាស់លាស់នៅកលល្បិចខ្មាំងគឺបូដូយក្រុមនេះចេះបំពេញករណីយកិច្ចនិងភារកិច្ចយ៉ាងពេញលេញដឹងច្បាស់ថាខ្លួនជាទាហានត្រូវតែកំទេចខ្មាំងដើម្បីការពារជាតិទឹកដីនិងសាសនាជាសរុបសេចក្តីទៅបើមេបញ្ជាការចេះដឹកនាំគេអាចនឹងទទួលផលដ៏គប់ប្រសើរបានលោកសឿនងុកថាញ់ផ្ដាំផ្ញើសពគ្រប់រួចហើយលោកក៏អោបលោកសេនាប្រមុខលន់នល់សូមលាទៅកាន់ប្រទេសវៀតណាមខាងត្បូងគឺកម្ពុជាក្រោមលោកចាកចេញពីប្រទេសកម្ពុជាចាកចេញពីលោកសេនាប្រមុខលន់នល់ចាកចេញពីកងទ័ពខ្មែរសេរីរបស់លោកចំនួន 30,000 នាក់ទៅតែបាតដៃទទេជាមួយអង្គរៈរបស់លោកឈ្មោះថាច់ទ្រឿងនៅខែតុលាឆ្នាំ 1972ដោយពេលវេលាមានកំណត់យើងខ្ញុំសូមស្លេះនៅនេតិអានឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមតែត្រឹមនេះសិនសូមលោកអ្នករងចាំស្ដាប់ភាគទី10នៅថ្ងៃស្អែកសូមអរព្រះគុណនិងសូមអរគុណនៅក្នុងនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី9នៃនេតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីគឹមធីអ៊ុយហើយយាយទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបានស្ដាប់ជំពូកទី6រៀបរាប់នេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅក្នុងនេតិប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនាថ្ងៃនេះយើងខ្ញុំសូមលើកយកភាគទី10នៃនេតិអាននៅសៀវភៅឯកសារប្រវត្តិសាស្ត្រស្ដីពីអង្គការជានរណានិពន្ធដោយអ្នកស្រីគឹមធីអ៊ុយហើយយាយទៀងមកជម្រាបជូនលោកអ្នកបានជ្រាបនៅក្នុងភាគនេះលោកអ្នកនឹងបានស្ដាប់ជំពូកទី7រៀបរាប់អំពីប្រតិកម្មពីប្រជាពលរដ្ឋខ្មែរក្រោយព្រឹត្តិការណ៍ថ្ងៃទី18មីនា 1970រាជការខ្មែរមិនអើពើនឹងជីវភាពរាស្ត្រអំពើពុករលួយផ្នែកកងទ័ពការសម្លាប់លោកថាច់ជានិងលោកសុតប៉ូលីនត្រូវរត់ចោលស្រុកចតទៅនេះនាងថាច់មេតាសូមអានជូនលោកអ្នកបានស្ដាប់ដូចតទៅជំពូកទី7ប្រតិកម្មពីប្រជាពលរដ្ឋខ្មែរក្រោយព្រឹត្តិការណ៍ថ្ងៃ
18 មីនា 1970 រាជការខ្មែរមិនអើពើនឹងជីវភាពរាស្ត្រអំពើពុករលួយផ្នែកកងទ័ពការសម្លាប់លោកថាច់ជាលោកសុតប៉ូលីនត្រូវរត់ចោលស្រុកប្រតិកម្មពីប្រជាពលរដ្ឋខ្មែរក្រោយព្រឹត្តិការណ៍ថ្ងៃ18មីនា 1970 នៅថ្ងៃទី18ខែ3 1970 វេលាម៉ោង1រសៀលប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈមានការភ្ញាក់រលឹកញាប់ញ័រមួយផ្លែតពីព្រោះមិនស្មានទាល់តែសោះថាប្រទេសខ្មែរបែរទៅជាមានព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុពីតំណែងប្រមុខរដ្ឋយ៉ាងនេះប៉ុន្តែរាស្ត្រខ្មែរចូលចិត្តរស់នៅដោយស្ងប់ស្ងៀមមិនចេះក្បត់ឬរិះគន់លោកធំដែលជាមេដឹកនាំប្រទេសជាតិទេមេដឹកនាំចង់ធ្វើអ្វីក៏ធ្វើទៅចុះព្រោះប្រជារាស្ត្រខ្មែរភាគច្រើនមិនយកចិត្តទុកដាក់ខាងផ្នែកនយោបាយឡើយរាស្ត្រនិងនាម៉ឺនមិនសូវមានការតាក់ទងចិត្តដិតរវាងគ្នានឹងគ្នាទេមើលចុះគ្រួសារណាមានកូនពី10ទៅ14នាក់ក៏ដោយចិញ្ចឹមខ្លួនឯងចុះរាជការគ្មានអើពើនឹកងារឧបត្ថម្ភអ្វីទេគ្រួសារណាចង់ឲ្យកូនរៀននាំទៅចុះគ្រួសារណានាំកូនទៅស៊ីឈ្នួលឬនាំទៅលក់ឲ្យធ្វើខ្ញុំកញ្ចេះគេក៏នាំទៅចុះបើកូនឈឺគ្រួសារអ្នកមានទ្រព្យនាំកូនទៅរកពេទ្យឈ្នួលដោយខ្លួនឯងចំណែកឯគ្រួសារអ្នកក្រខ្សត់ចិញ្ចឹមកូនរស់ដោយផ្សងព្រេងសំណាងទាំងអស់រាជការគ្មានអើពើឡើយដូច្នេះរាស្ត្រខ្មែរដែលសុចរិតគិតតែពីប្រកបរបរកសិកម្មគឺកាប់គាស់ដាំដុះដើម្បីយកភោគផលមកចិញ្ចឹមគ្រួសារតាមយថាកម្មតែប៉ុណ្ណោះមូលហេតុនេះពេលរាស្ត្រខ្មែរទទួលដំណឹងថាលោកលន់នល់ទម្លាក់សម្ដេចសីហនុប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលរស់នៅក្នុងតំបន់សាធារណរដ្ឋមានការសោកស្ដាយសម្ដេចតែមួយផ្លែតតែប៉ុណ្ណោះរួចហើយក៏បំភ្លេចទៅគ្រប់គ្នាមានលំនឹងនឹងណោខំកាប់គាស់ដាំដុះខំរកស៊ីចិញ្ចឹមគ្រួសារវិញទៅម្យ៉ាងវិញទៀតប្រជាពលរដ្ឋខ្មែរស្គាល់លោកលន់នល់យ៉ាងច្បាស់លាស់មានសេចក្តីសង្ឃឹមនិងទុកចិត្តលើលោកជាវីរជនដ៏ស្អាតស្អំលោកមានសតិសម្បញ្ញៈស្នេហាជាតិលោកស្មោះត្រង់ចំពោះជាតិលោកថែមទាំងគិតចង់រំដោះខ្មែរកម្ពុជាក្រោមទៀតផងលោកមិនចេះអួតអាងមិនចេះខឹងច្រឡោតលោកមិនសូវបានវោហារទេលោកមានដើមកំណើតពីរាស្ត្រធម្មតាមកជាលោកនាំមកនៅយុត្តិធម៌ជូនរាស្ត្រខ្មែរជាមិនខានប៉ុន្តែជារឿងគួរឲ្យស្ដាយណាស់ព្រោះព្រឹត្តិការណ៍ថ្ងៃ18មីនា 1970 វាយឺតពេលណាស់ទៅហើយយួនហាណូយជាវៀតកុងបានកាន់កាប់ទឹកដីខ្មែរអស់ពីភាគ3រួចទៅហើយម្យ៉ាងវិញទៀតពេលលោកលន់នល់ឡើងជាមេដឹកនាំខ្មែររូបលោកត្រូវរោគាពៀតបៀតបៀនយ៉ាងធ្ងន់មិនអនុញ្ញាតឲ្យលោកបំពេញករណីយកិច្ចឲ្យបានដិតដល់ឲ្យបានពេញលេញបណ្ដាលឲ្យក្រុមនាម៉ឺនពុករលួយឆ្លៀតឱកាសពាត់លោកជុំចិត្តរីឯលោកអ្នកស្អាតស្អំមិនអាចចូលជួបលោកជម្រាបការពិតបានឡើយបើលោកអ្នកណាហ៊ានចូលជួបជម្រាបរឿងពិតគឺត្រូវក្រុមវាសម្លាប់មានជាឧទាហរណ៍ខ្លះដូចតទៅមានវរៈសេនីតូម្នាក់ឈ្មោះដានជូជាតិខ្មែរកម្ពុជាក្រោមលោកជាចៅវាយស្រុកត្រាកូវខេត្តត្រាវិញកម្ពុជាក្រោមលោកដឹងនិងច្បាស់លាស់ថាសង្គ្រាមក្នុងប្រទេសខ្មែរពេលនេះគឺដើមហេតុបណ្ដាលមកពីយួនហាណូយជាវៀតកុងវាអនុវត្តតាមបណ្ដាំរបស់ខ្មោចហូជីមីញដែលថាត្រូវតែព្យាយាមយកទឹកដីកម្ពុជា
ដើម្បីពង្រីកបកកុម្មុយនីសឥណ្ឌូចិនដូច្នេះលោកវរៈសេនីយ៍សុខចិត្តរត់ចោលមុខតំណែងរត់ចោលប៊ុនស័កដ៏ឧត្តមឧត្តមលះបង់ចោលគ្រួសារស្ម័គ្រចិត្តបូជាជីវិតធ្វើពលិកម្មមកជួយរំដោះទឹកដីខ្មែរកាលនោះលោកសេនាប្រមុខលន់នល់ទទួលលោកយ៉ាងរីករាយព្រមទាំងបំពាក់ស័ក្តិដដែលជូនលោកវិញប្រែឈ្មោះជាដាញ់វឌ្ឍនារួចចាត់តែងតាំងលោកជាមេបញ្ជាការកងបូរៈសេនាធំលោកដាញ់វឌ្ឍនាស្ម័គ្រចិត្តនាំទ័ពចេញទៅទប់ទល់ចំពោះខ្មាំងជានិច្ចលោកល្បីឈ្មោះពីរឿងតបចំពោះខ្មាំងទទួលជ័យជំនះដ៏គួរប្រសើរកាលនោះខ្មាំងគឺយួនហាណូយជាប៊ូដយប្រើយីហោកខ្មែរក្រហមគេឈ្មោះរបស់លោកដាញ់វឌ្ឍនាញ៉ាំងឲ្យមេទ័ពដែលពាក់ស័ក្តិពេញលើស្មាអង្គុយតែក្នុងការិយាល័យចាំត្រេតាមខ្យល់កើតក្តីច្រណែនឈ្នានីសមានមួយថ្ងៃកងទ័ពរបស់លោកដាញ់វឌ្ឍនាកំពុងជាប់ដៃស្អិតវាយជាមួយប៊ូដយនៅជួរភ្នំប្រសិទ្ធពេលនោះកងទ័ពជិតអស់គ្រាប់លោកក៏ធ្វើដំណើរចូលកាន់រដ្ឋធានីភ្នំពេញដើម្បីសុំបន្ថែមគ្រាប់រំសេវស្រាប់តែលោកធំទទួលខុសត្រូវខាងគ្រឿងសាស្ត្រាវុធបែរជាទាថ្លៃទឹកតែសិនមានពាក្យចចាមអារាមថាទា50,000រៀលលោកដាញ់វឌ្ឍនាភ្ញាក់សឹងតែសន្លប់ព្រោះលោកពុំដឹងជាទៅរកលុយដ៏ច្រើនលើសលប់នេះនៅឯណាលោកឈរអោបដៃគិតថាគួរឲ្យឈឺចិត្តណាស់លោកខំបដូរជីវិតមកជួយកម្ពុជាសុខចិត្តលះបង់ចោលគ្រួសារមុខងារនឹងប៊ុនស័កពិតមកពាក់ស័ក្តិវរៈសេនីយ៍ដែលនៅប្រទេសខ្មែរជាស័ក្តិគេទិញពាក់ប្រងព្រាតដើរពេញតែផ្សារនឹកឃើញសពថ្ងៃលោកមួម៉ៅក៏ទះកំភ្លៀងឧត្តមសេនីយ៍ម្នាក់ដែលជាអ្នកទទួលខុសត្រូវគ្រឿងបរិក្ខារទាំងនោះព្រមទាំងបញ្ជាក់ថានេះ50,000រៀលទទួលយកសិនចុះលោកដាញ់វឌ្ឍនាអភ័ព្វមានរឿងដដែលពីរដងទៀតបន្ទាប់ពីរឿងទី3លោកក៏បានទទួលលិខិតមួយពីការិយាល័យប្រមុខរដ្ឋដែលមានហត្ថលេខាផ្ទាល់ដៃរបស់លោកសេនាប្រមុខផងបញ្ឈប់ផ្អាកលោកមិនឲ្យធ្វើការតទៅទៀតកាលនោះក្នុងរដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាកងទ័ពដែលមានចំនួនគ្រប់ត្រឹមត្រូវមេទ័ពពាក់ស័ក្តិត្រឹមត្រូវដោយគុណបំណាច់សង្គ្រាមដែលបានទទួលការអប់រំផ្នែកយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវចេះចាត់ចែងមានទម្រង់ប្រសើរមានការពិសោធន៍ដ៏គ្រប់គ្រាន់ដែលល្បីចេះច្បាំងតទល់ចំពោះខ្មាំងព្រមទាំងស្គាល់កលល្បិចខ្មាំងជាពិសេសស្គាល់និងគោរពករណីយកិច្ចគឺយល់ថាធ្វើទាហានត្រូវហ៊ានធ្វើពលិកម្មជីវិតដើម្បីការពារជាតិទឹកដីសាសនាព្រមទាំងមានស្មារតីរឹងប៉ឹងតស៊ូស្វិតស្វាញគឺកងទ័ពម៉ាយហ្វុកអតីតកងទ័ពខ្មែរសេរីដែលមានចំនួន30,000 នាក់ហ៊ានលះបង់ចោលគ្រួសារស្ម័គ្រចិត្តធ្វើពលិកម្មបូជាស័ក្តិឈាមមកជួយការពារប្រទេសកម្ពុជាយ៉ាងស្មោះត្រង់កងទ័ពម៉ាយហ្វុកមកដល់ប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញដ៏អស្ចារ្យទទួលជោគជ័យសឹងគ្រប់សមរភូមិគួរឲ្យមានសង្ឃឹមកងទ័ពនេះមានកំហុសមួយតូចគឺមិនចេះលុតក្រាបអែបអបបញ្ចើចបញ្ចើតែគោរពករណីយកិច្ចកំទេចខ្មាំងគឺយួនប៊ូដយដើម្បីការពារទឹកដីជាតិសាសនាតែប៉ុណ្ណោះមូលហេតុនេះញ៉ាំងឲ្យមេទ័ពនៅកម្ពុជាកណ្ដាលមិនពេញចិត្តថែមទាំងកើតសេចក្តីច្រណែនមើលចុះកងទ័ពម៉ាយហ្វុកជាប់ដៃស្អិតកំពុងកំទេចខ្មាំងចិត្តអស់គ្រាប់រំសេវក៏ចាត់តំណាងចូលកាន់រដ្ឋធានីភ្នំពេញសុំជំនួយ
ស្រាប់តែអស់លោកដែលជាអ្នកទទួលខុសត្រូវផ្នែកបរិក្ខារទាំងនោះបែរជាទារថ្លៃទឹកតែ50,000 រៀលទៅវិញមើលចុះរកចាប់ផ្ដើមបង្គាប់ខ្វាឲ្យចេះស៊ីសាច់ហើយបញ្ហាដ៏ស្មុគស្មាញរបៀបនេះកើតមានឡើងជាញឹកញាប់ទើបមានលោកវរៈសេនីតូក្មេងម្នាក់ឈ្មោះថាច់ជាលោកអត់ទ្រាំមិនបាននឹងអំពើអយុត្តិធម៌ទាំងអស់នេះលោកក៏ចូលទៅកាន់ការិយាល័យបរិក្ខារទាំងនោះហើយហ៊ានស្ដីបន្ទោសឲ្យលោកឧត្តមសេនីយ៍ខ្លះដែលជាអ្នកទទួលខុសត្រូវព្រឹកស្អែកលោកក៏ប្រថុយជីវិតចូលទៅជួបលោកសេនាប្រមុខលន់នល់ដើម្បីរាយការណ៍ជម្រាបរឿងទាំងអស់នោះឆ្លៀតឱកាសជម្រាបបន្ថែមពីរឿងទំនិញនានាដែលឡើងថ្លៃ100 ដងនិងពីរឿងមេទាហានធ្វើជំនួញកូនទាហានគឺកូនទាហានដែលមានតែឈ្មោះនិងរូបថតក្នុងបញ្ជីដើម្បីបើកប្រាក់ខែប៉ុន្តែគ្មានមនុស្សទេពេលនោះទើបលោកសេនាប្រមុខដឹងថាទំនិញនានាឡើងថ្លៃពី1ទៅ100ទើបលោកដឹងថាកងវីរៈសេនាតូចនីមួយៗមានតែមេទាហានចំណែកឯកូនទាហានមិនគ្រប់ចំនួនទេក្រោយបន្តិចមកដោយនាម៉ឺនពុករលួយមានគ្នាច្រើនយ៉ាងលើសលប់វាក៏ញុះញង់ឲ្យកូនសិស្សធ្វើបាតុកម្មរកលេសផ្សេងដើម្បីវាយសម្លាប់លោកវីរៈសេនាតូដ៏ក្មេងនិងដ៏ក្លាហាននេះពួកវាបានសម្រេចគម្រោងការដោយសម្លាប់លោកបាននៅកណ្ដាលទីក្រុងភ្នំពេញនាថ្ងៃទី4ខែមិថុនាឆ្នាំ1974រួចហើយវាបោះខ្មោចលោកវរៈសេនាតូចោលក្នុងទន្លេ4មុខទៅលោកវរៈសេនាតូថាជាត្រូវពួកនាម៉ឺនពុករលួយសម្លាប់បាត់ទៅរីឯបងប្អូនមិត្តភ័ក្តិរបស់លោកមិនហ៊ានហើបមាត់ទេព្រោះខ្លាចអំណាចក្រុមពុករលួយតាមព្យាបាទពេលនោះលោកសុតប៉ូលីនចាងវាងកាសែតនគរធំមានសេចក្តីក្លាហានហ៊ានធ្វើពលិកម្មសរសេរវែកញែកនៅគិតកម្មដ៏សាហាវមិនដែលមានក្នុងប្រវត្តិសាស្ត្រនៃស្នាដៃក្រុមនាម៉ឺនពុករលួយចុះក្នុងកាសែតនគរធំលេខពិសេស1ដែលមានច្រើនទំព័រក្រុមពុករលួយយកការដឹងវាបំរុងចាប់ខ្លួនលោកក៏បញ្ចេញកាសែតលក់ផ្សាយមុនថ្ងៃកំណត់រួចលោកក៏ចាក់ចែងពីស្រុករហូតមកដល់សប្តាហ៍ថ្ងៃនេះលោកថាជាត្រូវគេសម្លាប់បាត់ទៅលោកសុតប៉ូលីនត្រូវរត់ចោលស្រុកនាម៉ឺនស្អាតស្អំទៅជាពាងមាត់តាំងមាត់គ្មានហ៊ានកំរើកក្រុមនាម៉ឺនពុករលួយក៏ពាត់លោកលន់នល់យ៉ាងជុំចិត្តតាំងពីពេលនោះមកលោកសេនាប្រមុខលែងបានទទួលព័ត៌មានអ្វីពិតទាល់តែសោះក្រុមពុករលួយជាពិសេសផ្នែកកងទ័ពចាប់ផ្ដើមធ្វើជំនួញគឺលក់លេខកងវរៈសេនាតូចលក់បនស័កក្នុងឆ្នាំ1974ដល់1975គឺឧបមាបើមានមេបញ្ជាការណាម្នាក់ស្លាប់គេចាត់ការលក់ឈ្មោះស័កកងវរៈសេនាតូចនោះភ្លាមនៅកាលនោះតំណាងរាស្ត្រសាស្ត្រាចារ្យគ្រូបង្រៀនមេឃុំរត់ចោលកន្លែងបែរជាទៅទិញស័កពាក់ប្រងព្រាតតើពាក់ស័កនាំទីហ៊ានទៅកំចាត់ខ្មាំងឬទេមិនមែននាំទីហ៊ានទៅវាយខ្មាំងទេមើលចុះលោកមេបញ្ជាការទិញស័កពាក់ស័កពេញលើស្មារួចចាត់ចែងធ្វើបញ្ជីកូនទីហ៊ានដែលមានតែឈ្មោះមានតែរូបថតមានមនុស្សទេដើម្បីបើកលុយចេញពីឃ្លាំងយកទៅសងថ្លៃកងវរៈសេនាតូចសងថ្លៃស័កដែលខ្លួនបានទិញមានលោកខ្លះពាក់ស័កពេញលើស្មារួចអង្គុយរត់ពន្ធទៅវិញលុះអំពើពុករលួយគ្មានព្រំដែនក្នុងកងទ័ពកើតមានឡើងនៅក្នុងរបៀបនោះបណ្ដាលឲ្យលុយកាក់កាន់តែថោកទៅព្រោះឈ្មួញចិនឆ្លៀតឱកាសនោះគិតតែពីដំឡើងថ្លៃទំនិញក្រឹក
ឧទាហរណ៍កាលពីឆ្នាំ 1970 សាច់ជ្រូក 1 គីឡូថ្លៃ 12 រៀល គុយទាវ 1 ចានថ្លៃ 5 រៀល អង្ករ1បាវទម្ងន់ 100 គីឡូថ្លៃ 300 រៀល នៅឆ្នាំ 1975 សាច់ជ្រូក 1 គីឡូថ្លៃ 1250 រៀល គុយទាវ 1 ចានថ្លៃ 500 រៀល អង្ករ1បាវទម្ងន់ 100 គីឡូក្រាមថ្លៃ 35,000 រៀល ដូច្នេះទំនិញទូទៅឡើងថ្លៃជាង100 ដង លោកលន់នល់គ្មានដឹងអ្វីទាល់តែសោះ ពេលនោះអ្នករដ្ឋការស្អាតស្អំស្លូតត្រង់ស្មោះត្រង់ចំពោះជាតិ ដល់ពេលដាច់ពោះស្លាប់ព្រោះប្រាក់ខែទិញតែអង្ករ1បាវមិនគ្រប់ផង គ្រប់គ្នាឆ្លៀតពេលចិញ្ចឹមមាន់ទាជ្រូក ចំណែកលោកធំដូចជាលោករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ លោកវរៈសេនីយ៍តូ លោកវរៈសេនីយ៍ឯក លោកវរៈសេនីយ៍ត្រី លោកសាស្ត្រាចារ្យ លោកវិស្វករ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យជាដើម ក្នុងក្របខ័ណ្ឌពិតៗ ដែលធ្វើការបម្រើជាតិតាមបច្ចេកទេសរៀងៗខ្លួនយ៉ាងសុចរិត នោះមិនអាចប្រព្រឹត្តនៅអំពើពុករលួយដូចនាម៉ឺនជំនាន់ថ្មី គឺលោតមិនទាន់គេក៏ធ្លាក់ទឹកចិត្តអស់សង្ឃឹមក៏ដោះចិត្តរវើរវាយអង្គុយរងចាំរេតាមខ្យល់វិញគ្រប់គ្នាយល់ច្រឡំយ៉ាងធ្ងន់ជាងធ្ងន់ថារបបណាក៏ដោយគេត្រូវការអ្នកចេះដឹងដែលមានបច្ចេកទេសយ៉ាងគ្រប់គ្រាន់ ទោះបីសម្ដេចសីហនុដែលមានលោកខៀវសំផនគាំទ្រដណ្ដើមបានអំណាចពីលោកលន់នល់វិញត្រឡប់មកគ្រប់គ្រងប្រទេសកម្ពុជាវិញក៏ដោយកិច្ចការរដ្ឋត្រូវតែធ្លាក់មកលើក្រុមខ្លួនដដែលមើលចុះលោកធំទាំងនោះមិនដឹងខ្យល់ទាល់តែសោះការពិតសង្គ្រាមនេះមានគូបដិបកអកំបាំងគឺក្រុមអតីតខ្មែរវិមិញ និងប៊ូដោយជាច្រើនម៉ឺននាក់ដែលបន្លំប្រើយីហោខ្មែរក្រហមឬប្រើយីហោសម្ដេចឪឯណោះទៅវិញទេមានលោកធំមួយភាគពេលនោះត្រូវទទួលវេរាគឺកម្មផលព្រោះលោកធ្លាប់អង្គុយរេតាមខ្យល់រួចបោកខ្មែរអិសរៈមានលោកសឿនងប់ថាញ់លោកដាបឈួនលោកកៅតក់ជាដើម មើលចុះពីឆ្នាំ 1945 ដល់ 1953 លោកដាបឈួននិងលោកកៅតក់ជាមេដឹកនាំខ្មែរអិសរៈលោកទាំងពីរនាក់សំណាក់នៅតែក្នុងព្រៃត្រូវមូសទាកខំតស៊ូប្រឆាំងដេញបារាំងលុះត្រាតែនគរខ្មែរបានឯករាជ្យបរិបូរណ៍នៅថ្ងៃទី 9 ខែ 11 1953 នគរកម្ពុជាបានឯករាជ្យភ្លាមក្រុមខ្មែរអិសរៈសូមចោះចូលក្នុងសង្គមខ្មែរដើម្បីកសាងកម្ពុជាថ្មីទាំងអស់ពេលនោះលោកធំដែលអង្គុយរងចាំរេតាមខ្យល់ដែលចេះលុតក្រាបក៏បានសម្រេចទទួលជោគជ័យមែនគ្រប់គ្នាបានឡើងបុណ្យស័ក្តិរួចបំភ្លេចគុណអ្នកតស៊ូមិនចេះអត់ឱនអនុគ្រោះអប់រំគ្នាដើម្បីទុកជួយការពារប្រទេសទៅអនាគតទេបើជាមានចរិតច្រណែនក្រែងគេល្បីជាងខ្លួនក៏នាំគ្នាចោទថាអ្នកតស៊ូជាអ្នកក្បត់ជាតិក៏លើកទ័ពទៅពាត់បាញ់សម្លាប់ចោលខ្ទេចរឿងគេពាត់បាញ់សម្លាប់លោកដាបឈួននៅឆ្នាំ 1959 ដោយចោទថាក្បត់នោះខ្ញុំមិនដឹងថាជារឿងពិតឬទេសូមបងប្អូនខ្មែរមេត្តាពិចារណាដោយខ្លួនឯងចុះប៉ុន្តែការដែលពិតនោះដូចជារូបលោកសឿនងប់ថាញ់ក៏គេមិនអោយចូលស្រុកដែរប៉ុន្តែខ្ញុំស្ដាយអស់លោកទាំងនោះណាស់ដែលបង្ករឿងឆ្លោះគ្នាតែជាមួយខ្មែរដែលបំរើខ្មែរពិតចំណែកឯខ្មែរអាយ៉ងបំរើយួនហាណូយគឺអតីតខ្មែរវៀតមិញដែលជាសត្រូវស៊ីសាច់ហត់ឈាមនឹងខ្មែរដែលជាអ្នកសម្លាប់បំបត្តិពូជខ្មែរគ្មានលោកធំខ្មែរទាំងអស់នោះមានសមត្ថភាពស្រាវជ្រាវរកឃើញឬធ្វើឲ្យក្រុមក្បត់ជាតិពិតនោះព្រឺរោមពីឡើយមើលចុះក្រោយសន្និសីទ Geneva
ក្នុងខែកក្កដាឆ្នាំ1954ដែលបានសម្រេចឲ្យវៀតមិញដកថយចេញពីប្រទេសខ្មែរយួនហាណូយជាវៀតមិញឆ្លៀតពេលនោះសម្រាប់ជ្រើសរើសខ្មែរវៀតមិញចំនួន 1000 នាក់នាំយកទៅជាមួយដើម្បីបំពាក់គោលជំហរកុម្មុយនីសឲ្យបានឆ្អិនឆ្អៅចំណែក 4000 នាក់ទៀតវាបន្សល់ទុកពីពេញដីខ្មែរដើម្បីធ្វើជាខ្សែរយៈទៅអនាគតវាបញ្ជាឲ្យរំលាយក្រុមចូលសង្ងំឆឹងក្នុងទីងងឹតរងចាំពេលវេលាល្អមកដល់វាគ្មានចូលសុំចំណុះក្នុងសង្គមខ្មែរឯករាជ្យទេមានមេបញ្ជាការមួយភាគស្រឡាញ់និងស្មោះត្រង់ចំពោះជាតិគ្មានសុំក្រឡុំជាមួយពួកបនពុករលួយទេលោកតែងតែនាំទ័ពទៅទប់ទល់ជាមួយខ្មាំងប៉ុន្តែតាំងពីចុងឆ្នាំ1973មកក្នុងសមរភូមិនីមួយៗរកឃើញតែខ្មោចខ្មែរពីពេញព្រៃមិនឃើញខ្មោចប៊ូដយដូចពេលមុនទេដូច្នេះមានអារម្មណ៍រវិតចិត្តចង់ឈប់បន្តសង្គ្រាមព្រោះមិនចង់ឃើញឈាមបងប្អូនខ្មែរហូរតទៅទៀតចំណែកឯរាជខ្មែរអ្នកស្រែចម្ការពេលនោះក៏គ្មានឃើញអ្វីប្លែកពីចំនួនមុនមកចំនួនក្រោយគឺឃើញតែបន្ថែមទម្ងន់ជារៀងរាល់ថ្ងៃក៏បែកចិត្តរវើរវាយហើយក៏នឹកថាបើបានសម្ដេចឪដែលមានលោកខៀវសំផនជាមេខ្មែរក្រហមគាំទ្របានវិលត្រឡប់មកគ្រប់គ្រងប្រទេសខ្មែរវិញប្រសើរណាស់មើលចុះនៅពេលនោះប្រជាពលរដ្ឋខ្មែរទូទៅទាំងរាស្ត្រទាំងនាម៉ឺនអ្នករដ្ឋការគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ទាំងទាហានទាំងស៊ីវិលយល់ច្រឡំយ៉ាងធ្ងន់ជាងធ្ងន់ដោយស្មានថាភ្លុកសង្គ្រាមនេះគឺខ្មែរលន់នល់មកខាងច្បាំងជាមួយខ្មែរសីហនុខៀវសំផនខាងទៀតប្រជាពលរដ្ឋខ្មែរមិនដឹងទាល់តែសោះមានគូបដិបកអកំបាំងពួនលាក់ខ្លួនក្នុងទីងងឹតលួចប្រើយីហោខ្មែរក្រហមលួចប្រើយីហោសម្ដេចសីហនុរងចាំឱកាសល្អទើបវាក្រោកឡើងម្ដងមួយដំណាក់បន្លំសម្លាប់បំបត្តិពូជខ្មែរតើនរណាជាគូបដិបកអកំបាំងនេះគឺអតីតវៀតមិញដែលយួនហាណូយជាវៀតកុងជាមេដឹកនាំជាអ្នកផ្ដល់អាវុធឲ្យគ្រប់ធនព្រមទាំងមានប៊ូដយជាង100,000 នាក់ត្រៀមខ្លួនរងចាំផ្ដល់កម្លាំងសម្ងាត់ដែលជាកម្លាំងអមតៈដែលវាមានអាវុធប្រសើរជាងខ្មែរយើងវាមានខ្សែរយៈតែមួយគត់យ៉ាងត្រឹមត្រូវហ្មត់ចត់វាចាត់ចែងមានទម្រង់ប្រសើរជាងខ្មែរយើងឧទាហរណ៍ថាថ្ងៃនេះខែនេះឆ្នាំនេះតើវាត្រូវបញ្ចេញខ្មែរធនណាថ្ងៃនោះខែនោះឆ្នាំនោះតើវាត្រូវបញ្ចេញខ្មែរធនណាទៀតតើខ្មែរធននេះត្រូវធ្វើអ្វីតើខ្មែរធននោះត្រូវធ្វើអ្វីឡាក់វាប៉ុនប្រសពប្រើកលបិចជាបញ្ច្រាស់ជាបណ្ដោយវាចេះចាត់ការបានយ៉ាងចិត្តដែលនៅលើពិភពលោកគ្មានសាសនាអាចធ្វើដូចវាបានឡើយក្នុងឆ្នាំ1974វាកាន់កាប់ទឹកដីព្រៃព្រឹក្សារបស់ខ្មែរបានសឹង3/4ទៅហើយឡាក់ដោយពេលវេលាមានកំណត់យើងខ្ញុំសូមឆ្លេះនៅនេតិអានឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមតែត្រឹមនេះសិនសូមលោកអ្នករងចាំស្ដាប់ភាគទី11នៅថ្ងៃស្អែកសូមអរព្រះគុណនិងសូមអរគុណ